បាទគោរពជំរាបសួរសួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះខ្ញុំមានទូរស័ព្ទមួយគ្រឿងគឺ iPhone 8G បាទវាមានសេវា 4G ប៉ុន្តែវា call អត់ចេញបាទឆែកលុយក៏អត់បានអញ្ចឹងការធ្វើតេស្តដំបូងឡើយនេះគឺយើងចុចលេង YouTube លេងអីហ្នឹងគឺថាអ៊ីនធឺណិតដើរមកឆ្ងាញ់បាទអ៊ីនធឺណិតអីអូសអត់មានតាក់ទេបាទចម្លែកអីតែ call បាទ call អត់ចេញទេទូរស័ព្ទនេះ ហើយយើងចង់ខលទៅក្រុមហ៊ុនក៏មិនចេញខលទៅពួកម៉ាកក៏មិនចេញឆែកលុយក៏មិនបានបញ្ចូលលុយក៏មិនកើតបាទតែអ៊ីនធឺណិតដើរធម្មតាទូរស័ព្ទនេះបាទនេះឆែកលុយមើលអត់អត់ចេញទេ error ឆាច់បាទនេះឃើញទេ error បាទ performing បាទសេវាអីមានទេអ៊ីនធឺណិតលេងបានតែមកខលវាមិនចេញឆែកលុយក៏ឆែកវាមិនចេញអញ្ចឹងយើងមករៀនបាទធ្វើបាទរៀនជួសជុល iPhone 8G ទាំងអស់គ្នាបាទឆាច់វគ្គបន្ទាប់នេះគឺយើងដកម៉ាស៊ីនចេញមកបាទពិនិត្យមើលថាវាមានតម្រុយអីខ្លះអត់បាទមើលទៅស្អាតចេះម៉ាស៊ីនឡើងខ្ចីញញបាទនេះតួស៊ីនគេបាទគ្រឿងស៊ីនទាំងអស់ច្រកថង់ច្រកខ្ចៅទុកឲ្យគាត់ស្រួលបួលបាទហើយមើលអេក្រង់ស៊ីនទៀតបាទ AG នេះស៊ីនមួយសំណុំបណ្ដោយបាទមួយអែមបាទនេះមើលទៅគឺថាស៊ីនអលម៉ាស៊ីនក៏ស៊ីនដែរតែវាខូចសេវាចឹងដំណាក់កាលបន្ទាប់នេះគឺយើងកឹប power supply មើលសិនដើម្បីបានតម្រុយខ្លះបាទកឹបឆាច់មើលឃើញថាឆ្លង0.012បាទអញ្ចឹងយើងបានតម្រុយហើយបានតម្រុយមកដកឆ្កឹះចេះកឹបទៀតឆ្លងទៀតបាទយើងឆ្កឹះចេញវិញទៀតបាទអញ្ចឹងយើងបន្តទៅការជួសជុលបន្តទៀតបាទកន្លែងនេះគឺយើងបកបាទកន្លែងនេះគឺខ្ញុំបកថង់ស្គុតការពារនេះបាទបកវាបើអត់បកទេជួសជុលអត់បានទេទូរស័ព្ទហ្នឹងបាទវាមានជំងឺប្រចាំកាយទៅតាមបទពិសោធន៍ដែលយើងធ្លាប់ធ្វើរាប់មិនអស់ទៅហើយបាទអញ្ចឹងវាតែងតែខូចបាទអ៊ីសេនេះគេហៅថា power ampli បាទ PA បាទ power ampli ហ្នឹងគឺតែខូចគឺចឹងហើយពេលខ្លះកឹបទៅវាឆ្លង10ពី20 30 40ខ្លះកឹបទៅ50ប៉ុន្តែខ្លះវាឃើញខូចខ្លោចតែអ៊ីសេមួយក្រុមនេះខូចអត់ខ្លោចទេកឹបទៅគ្រាន់តែឆ្លង10ជាងបាទអញ្ចឹងខ្ញុំដាក់ស្រល់បន្តិចទៅបាទយើងមករៀនលើកបាទដាក់ស្រល់ផ្លុំផែតទៅបាទហើយកន្លែងនេះខ្ញុំដាក់កម្ដៅរឿងក្ដៅតិចហើយ450អង្សាខ្យល់80បាទហើយលើកឲ្យរៀងលឿនតិចរាប់ពី1ដល់7 8ទៅឡើងហើយបាទកន្លែងនេះរៀងរឹងបាទដាក់ផ្លុំតិចអត់បានទេផ្លុំតខ្លាំងតិចបាទមកដល់មកលលាឆាច់ចាប់លើកខ្វោកបាទអញ្ចឹងនេះលើកបានហើយយើងបាទយើងតេស្តវាបញ្ជាក់បាទកន្លែងនេះខ្ញុំដាក់កម្ដៅខ្លាំងខ្ញុំរាប់តែពី1ដល់7ណាបាទនេះលើកហើយយើងមកកឹបតេស្តទៅបាទចង់ដឹងថាវាមកពីpower ampli ហ្នឹងមែនក៏អត់ថាមកពីហ្នឹងមែននឹងសុបហើយបាទកឹបផាច់មើលទៅបាទអ៊ុតមើលឆាច់គឺថា00បាទលេខឆ្លងហើយលេខឆ្លងយើងសង្ឃឹមហើយយើងត្រៀម IC ថ្មីស្រេចហើយបាទនេះ IC ថ្មីបាទយើងកំងមកថ្មីសម្រាប់ដាក់បក IC មកទឹកពេលខ្លះលើកមកខូចដែរយើងបកអាថ្មីមកគ្រាប់មកបាទត្រៀមបាទនឹងបដោះជើងឲ្យស្អាតបាទបដោះជើងឲ្យស្អាតទម្លាក់ចូលដើម្បីឲ្យវាមានសេវា call ដល់អាមេរិកបាទបាច់ call ស្រុកយើង call ដល់ណាក៏ដល់ឲ្យតែមានសេវាព្រោះមិញវា call អត់ចេញទេបាទអញ្ចឹងកន្លែងនេះបដោះជើងទៅបាទ IC ថ្មីអត់មានស្នាមប្រឡាក់អីតិចទេបាទដាក់សំណក្បៀកខ្វក់មកសំណនេះខ្ញុំដាក់138វារៀងជ្រេងតិចស្រួលតម្លាក់ព្រោះ IC នេះផ្លុំតែខ្លាំងតិចងាប់ដែរបាទអន់ផ្លុំបន្តិចងាប់បាទផ្លុំមកអត់ងាប់ទេផ្លុំល្មមទៅសំណ138បាទផ្លុំផែតចឹងមកបាទបានជើងដោះមកហើយយើងមកធ្វើជើងនៅលើបតបាទជើងលើបតដែលយើងលើកចេញមិញនេះបាទនេះបតមិន IC ថ្មីយើងត្រៀមស្រេចហើយបាទយើងធ្វើតែជើងនេះឲ្យស្អាតមកបឺតឲ្យស្មើមកតម្លាក់បាទដាក់ស្រល់ឆាច់ទៅយើងផ្លុំផែតទៀតទៅបាទគឺថាវាស៊ីជើងល្អហើយបាទកន្លែងនេះកម្ដៅក្បាលមាន់នេះ380អីនេះមិនចង់មកកន្លែងនេះរឹងណាបាទដាក់សំណមិញខ្ញុំលាយសំណ138ជ្រីគោវាឲ្យវានឹងជ្រីតិចផងណាបើដាក់ហ្នឹងទេបឺតអត់ចង់ចេញទេកន្លែងនេះបាទជូតឆ្វាច់ចឹងមកស្អាតចេះតបពីស្អាតចេះហើយយើងត្រៀមដាក់ស្រល់បាទឆាច់មកប៉ែបាទស្រល់ប៉ែទៅលាក់ IC ប៉ែមកផ្លុំកន្លែងនេះខ្ញុំផ្លុំតែ330សំទោស350ទេកម្ដៅសំណ138នេះផ្លុំតិចលេងក៏វាធ្លាក់ដែរបាទជ្រីដែរផ្លុំខ្ញុំត្រឡប់ផ្លុំកំពុងទូឲ្យខ្ញុំផ្លុំពហុកន្លែងនេះបាទខ្ញុំផ្លុំមកចិត្តមកចុងនេះបាទហើយខ្ញុំថយក្រោយវិញបើផ្លុំពីក្រោយនេះបើ IC បាត់បាទតែបាត់អំបិលអញ្ចឹងយើងផ្លុំពហុទៅញាក់ផែតញាក់ឆាច់ចឹងមកបាទញាក់មើលតែវាអង្គើហើយគឺថាអូខេហើយដាក់ឲ្យវាត្រជាក់ទៅដកពីកន្លែងត្រជាក់មកវិញបើកតេស្តបាទ
มันនឹងបើកយើងកឹប power supply មើលផងហើយបាទខ្ញុំចេះតែដាក់ថ្មបើកកន្លែងនេះគឺថាកឹប power supply មើលបើវាអត់ឆ្លងខ្ញុំដាក់ថ្មបាទឃើញទេកឹបទៅថាអូខេហើយម៉ាស៊ីនគឺមិនឆ្លងទេគឺយើងដាក់គ្រឿងវាតេស្តទៅកន្លែងនេះការពារខ្ញុំទម្លាប់តែងតែកឹប power supply ជាប្រចាំមកការពារម៉ាស៊ីនឆ្លងយើងអត់ដឹងពេលយើងដាក់ថ្មចូលទៅវាធ្វើឲ្យគប់ឆេះអ៊ីសេនឹងវិញឬក៏វាខូចដល់អីផ្សេងអីចឹងណាបាទចឹងអ្នកនរឲ្យការពារអាចធ្វើតាមវិធីនេះបានយើងកឹប power supply ជាចាំបាច់បាទជាទម្លាប់យើងកឹបឆ្កឹះមកកឹបមុនចាប់ថ្មចូលក៏កឹបបាទអញ្ចឹងហើយយើងបើកគ្រឿងគ្រប់ដាក់គ្រឿងគ្រប់ហើយយើងបើកតេស្តមើលទៅឃើញថាសេវាឡើងមក 4G ដដែលទេបាទតែយើងមកតេស្តមើលថាវាដើរអ៊ីនធឺណិតអីពីមុនអត់ណាបាទយើងចុចមើលទៅចាំវាបន្តិចទៅបាទនេះវាទៅបើកភ្លាមវាដើរដូចចង់យឺតបន្តិចបាទចាំបន្តិចតែវាដើរស្រួលហើយវាដើរហើយបាទនេះដើរត្រុយៗហើយបាទយើងខាអីទៅក៏វាដើរធម្មតាដែរឃើញទេបាទអញ្ចឹងកន្លែងនេះខ្ញុំសុំសារលឿនបន្តិចកុំឲ្យខាតពេលបាទអញ្ចឹងយើងមកអ៊ុតបាទយើងអ៊ុតមើលវិញមកខលទៅក្រុមហ៊ុនចូលអត់បាទបើខលទៅក្រុមហ៊ុនចូលយើងខលទៅពុកម៉ាក់យើងក៏ចូលដែរបាទឃើញទេបាទចេញនីតិមកគឺថាអូខេហើយបាទអញ្ចឹងយើងបញ្ចូលលុយឲ្យហើយទៅត្រៀមខលទៅពុកម៉ាក់បាទឆែកលេខសិនបាទឆែកលេខឆាច់អូខេបាទលុយសុទ្ធនេះអូខេក្នុងនេះគេដាក់ថាលុយដែរតែឃើញចេញមកប៉ុណ្ណេះលុយសុទ្ធហើយបាទបាទអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេបាទសូមអរគុណបាទសូមជម្រាបលាបាទយើងជួបគ្នានៅវីដេអូក្រោយៗទៀតបាទសូមជម្រាបលា